ជាបំណងប្រាថ្នាតែមួយគត់ដែលខ្ញុំគ្រាន់តែចង់ឲ្យលោកប៉ាឈរនៅមុខយន្តនៅពេលនេះក៏ប៉ុន្តែរយៈពេល3ឆ្នាំខ្ញុំតែងតែឃើញមុខអ្នករយៈពេល3ឆ្នាំខ្ញុំតែងតែឮសំដីអ្នកក្នុងរយៈពេលឆ្នាំនោះខ្ញុំចាំជានិញចាំមិនភ្លេចរាល់ទង្វើដែលអ្នកធ្លាប់ធ្វើកន្លងផ្ដោះផ្ដំបីបំប្រឡែងអ្នកមិនដែលទុកឲ្យខ្ញុំនៅម្នាក់ឯងព្រោះអ្នកតែងតែខ្លាចបាត់រូបខ្ញុំអ្នកមិនដែលធ្វើឲ្យខ្ញុំយំនៅឃើញដល់ការគ្រានោះខ្ញុំជីលើកនាងដើរលេងជាមួយអ្នកមកពេលខ្ញុំនឹកឃើញម្ដងខ្ញុំស្រែកសួរទេវតាថាពេលនេះអ្នកនៅទីណាក្នុងចិត្តខ្ញុំសែនឈឺផ្សាហេតុអ្វីខ្ញុំមិនអាចហៅលោកប៉ាដូចគេស្ដាប់ពីខ្ញុំដែលបានសរសេរចង់អង្វរសម្រូបអ្នកត្រឡប់វិលវិញបានទេពេលនេះខ្ញុំពិតជាត្រូវការវិលវិញបានទេលោកប៉ាវិលវិញលោកប៉ាវិលវិញលោកប៉ាវិលវិញលោកប៉ាខ្ញុំពិតជាចង់ឃើញប៉ានៅពេលនេះហើយឈរមើលខ្ញុំនៅកន្លែងនេះជាទឹកភ្នែកដែលបានហូរស្រក់បន្សល់ខ្លាចជាពាក្យពេចន៍កំណាពាក្យពេចន៍ដែលបានហោះហើរវាហៅបីដូចជាចាបវាដោយទៅតាមវាយោសមុទ្រសង្ឃឹមតែថ្ងៃណាមួយរូបខ្ញុំនឹងបានជួបលោកឪពុកហើយសង្ឃឹមថារូបអ្នកនឹងហ៊ានប្រឈមមុខទទួលស្គាល់នឹងការពិតហើយចេះគិតពិចារណាសុភមង្គលនៅលើវាលវត្តសង្សារទឹកចេះគិតថាខ្លួនជាឪពុកទឹកចេះគិតថាខ្លួនជាមេបាទឹកចេះគិតថាខ្លួនមានគ្រួសារទឹកចេះគិតថាខ្លួនមានបុត្រាទឹកចេះធ្វើចិត្តឲ្យខ្លាំងតតាំងកុំចាញ់កុំញ៉ាំកំសាឈានជើងមកជួបកូនប្រុសម្នាក់នេះបន្ទូបីជាអ្នកខំប៉ុណ្ណាមានក្មេងប្រមាណអ្នករស់គ្មានឪពុកមានក្មេងប្រមាណអ្នកកាត់ទុកដូចជារូបខ្ញុំស្រែកយំក៏ទៅចង់ឃើញរូបអ្នកនឹងនិយាយប្រាប់រូបអ្នកថាលោកប៉ាវិលវិញបានទេលោកប៉ាវិលវិញលោកប៉ាវិលវិញលោកប៉ាអ្វីគ្រប់យ៉ាងគឺខ្ញុំដឹងអ្វីទាំងអស់នេះគឺខ្ញុំធ្វើដើម្បីអ្នកក៏ប៉ុន្តែពេលវេលាទាំងនោះគឺវាមិនអាចត្រឡប់ឡើយជីវិតពិតនៃខ្ញុំនេះជាបំណងប្រាថ្នាតែមួយគត់ដែលខ្ញុំគ្រាន់តែចង់ឲ្យលោកប៉ាឈរនៅមុខខ្ញុំនៅពេលនេះរយៈពេល3ឆ្នាំខ្ញុំតែងតែឃើញមុខអ្នករយៈពេល3ឆ្នាំខ្ញុំតែងតែឮសំដីអ្នកក្នុងរយៈពេលឆ្នាំនោះខ្ញុំចាំជានិញចាំមិនភ្លេចរាល់ទង្វើដែលអ្នកធ្លាប់ធ្វើកន្លងផ្ដោះផ្ដំបីបំប្រឡែងអ្នកមិនដែលទុកឲ្យខ្ញុំនៅម្នាក់ឯងព្រោះអ្នកតែងតែខ្លាចបាត់រូបខ្ញុំអ្នកមិនដែលធ្វើឲ្យខ្ញុំយំនឹកឃើញដល់ការគ្រានោះខ្ញុំជីងលើកនាងដើរលេងជាមួយអ្នកមកពេលខ្ញុំនឹកឃើញម្ដងខ្ញុំស្រែកសួរទេវតាថាពេលនេះអ្នកនៅទីណាក្នុងចិត្តខ្ញុំសែនឈឺផ្សាហេតុអ្វីខ្ញុំមិនអាចហៅលោកប៉ាដូចគេស្ដាប់ពីខ្ញុំដែលបានសរសេរចង់អង្វរសម្រូបអ្នកត្រឡប់វិលវិញបានទេពេលនេះខ្ញុំពិតជាត្រូវការវិលវិញបានទេលោកប៉ាវិលវិញលោកប៉ាវិលវិញលោកប៉ាវិលវិញលោកប៉ា
ខ្ញុំនេះខុសគេកំណត់សម្រាប់គឺជាតែខ្ញុំតាមមកពននឹងទេចំណែកអាហារទាំងយប់ទាំងថ្ងៃខ្ញុំបរិភោគពីគេអាជួនកាខ្ញុំដេកអត់បាយខ្ញុំមិននឹងធ្វើមិនទេដែលកាត់សាឡាសង្ឃឹមថានៅថ្ងៃណាមួយអាចមានឱកាសមករៀនមកសូត្របើសិនជាគេជួយខំដេកស្រមៃទាំងយប់ទាំងថ្ងៃវាធ្វើឲ្យខ្ញុំនេះទុកព្រួយរសិនណាស់តែនាងឯងឆាកជីវិតមានតែមួយឬឆាកជីវិតរបស់ខ្ញុំវាបានតែប៉ុណ្ណឹងខំលើកទឹកចិត្តដល់ខ្លួនឯងឲ្យចេះខំប្រឹងតែសំណាងមិនល្អព្រោះតែគ្មានទីពឹងមានតែខាំមកសង្កត់ចិត្តធ្វើមើលបើជាវាយ៉ាងនឹងបើសិនលោកប៉ាក៏នៅទីនេះមិននឹងយល់ល្អប៉ុណ្ណាប្រហែលជាកូនណាមានចំណេះបន្ទាប់ពីចេញពីសាលាមានការងារធ្វើមានមុខមានមាត់ជប់ចិត្តកញ្ចែ$100មិនដូចជាពេលនេះទេកូនជាក្មេងបាត់សាទឹកភ្នែកដែលបានហូរស្រក់បន្សល់ខ្លាចជាពាក្យពេចន៍កំណាពាក្យពេចន៍ដែលបានហោះហើរវាហើបីដូចជាចាប់វាដោយទៅតាមវិយោសមុទ្រសង្ឃឹមតែថ្ងៃណាមួយរូបខ្ញុំនឹងបានជួបលោកកើពុកឃើញសង្ឃឹមថារូបអ្នកនឹងហ៊ានប្រឈមមុខទទួលស្គាល់នៅការពិតហើយចេះគិតពិចារណាសុភមង្គលនៅលើវាវត្តសង្សារតែចេះគិតថាខ្លួនជាឪពុកតែចេះគិតថាខ្លួនជាមេបាតែចេះគិតថាខ្លួនមានគ្រួសារតែចេះគិតថាខ្លួនមានបុត្រាតែចេះធ្វើចិត្តឲ្យខ្លាំងតតាំងកុំចាញ់កុំញ៉ាំកុំសាជឿជើងមកជប់កុំប្រម្នាក់នេះផ្ទុះបីជាអ្នកក៏ប៉ុណ្ណាមានគ្មានប្រមាណអ្នករស់គ្មានឪពុកមានគ្មានប្រមាណអ្នកកាត់ទុកដូចជារូបខ្ញុំស្រ័យជុំក៏ទៅចង់ឃើញអ្នកហើយនិយាយប្រាប់រូបអ្នកថាវិលវិញបានទេនៅលោកប៉ាវិញ្ញាណរបស់អូនត្រូវបានសពហើយប៉ុន្តែចិត្តរបស់បងមិនទាន់ស្ងប់ឡើយចិត្តនៅតែនៅចង់ក្បែររូបអូននៅចាំអូនមកថាចាំមើលរកខាយទូខំហើយអូនយ៉ាងណាអូននៅមិនវិចាមកយំព្រោះនឹកជីវ៉ាតែស្នាមបាត់តែហើយចិនបងនៅតែរងចាំអូនស្នេហ៍អូនត្រឹមតែរូបភាពស្នេហ៍អូនត្រឹមតែរូបភាពវិញ្ញាណដែលគ្មានពីកាយទៅហើយសែនឆ្ងាយស្នេហ៍អូនត្រឹមតែរូបភាពស្នេហ៍អូនត្រឹមតែរូបភាពវិញ្ញាណដែលគ្មានពីកាយទៅហើយសែនឆ្ងាយមិនត្រង់
Yeah ខ្ញុំគ្រាន់តែចង់ឲ្យពេលនោះវិលត្រឡប់វ៉ាន Andrea ជិននេះនៅតែចាំទោះបីយ៉ាងណាក៏ជិនមួយនាងគឺនៅតែនឹងទោះបីជានាងនៅឆ្ងាយយ៉ាងណាក៏ជិនមួយនាងនៅរលឹងអូកិនគឺរិនតែនឹងទោះបីជាដឹងថាមិនត្រឡប់ក៏ខ្ញុំសុំជិនអត់តែបាននៅក្បែរហើយនៅជិនហើយស្និនវាត្រឡប់ដូចព្រីដើមចង់ឲ្យពេលវេលាវិលត្រឡប់ចង់ឲ្យរូបនាងវិលមកសាជាថ្មីចង់បង្ហាញចិត្តភាំងក្តីភាំងក្តីដែលបងបានកែប្រែសោចិនស្មងទុកជូនថ្លៃដឹងទេមេស្នេហាជីវ៉ាវិលវិញអូខ្ញុំចង់សារភាពរត់ទៅធ្វើកំហុសដែលខ្ញុំខុសកន្លងឲ្យខ្ញុំសុំទោសនៅទង្វើទាំងនោះដែលខ្ញុំបានជាឆ្គំសុំទោសឲ្យខ្ញុំសុំទោសទៅអ្នកអស់ចិត្តទៅឆ្ងាយទើបខ្ញុំដឹងខ្លួនហើយខ្ញុំស្ដាយហើយនៅពេលនេះខ្ញុំសុំសងព្រះនៅទីណាពេលនេះសុំអ្នកអត់ទោសឲ្យផងខ្ញុំចង់ឲ្យពេលវេលាដែលវិលកន្លងវាវិលត្រឡប់វិលទៅរកអតីតកាលដែលអ្នកមិនដែលគិតថាចង់ស្អប់មិនដែលគិតថានឹងចង់បញ្ចប់ដូចជាពិភពលោកដែលកំពុងតែវិលហើយវាមិនអាចនឹងងាយបញ្ឈប់មិនដូចជាព្រះអាទិត្យដែលវានៅរៀបនឹងអស់ស្ដងគត់ភ្លើងស្នេហ៍ដែលកំពុងតែឆេះគឺវាមិនអាចនឹងងាយរលត់ហើយនៅពេលនេះខ្ញុំសូមលើកដៃសំពះហើយរូបខ្ញុំសូមស្បត់ចង់ឲ្យពេលវេលាវិលត្រឡប់ចង់ឲ្យរូបអ្នកវិលមកសាជាថ្មីចង់បង្ហាញចិត្តភាំងក្តីភាំងក្តីដែលបងបានកែតែសុខចិនស្មងទុកជូនថ្លៃដឹងទេមេស្នេហាជីវ៉ាវិលវិញអូខ្ញុំដឹងថាពាក្យសម្បត្តិគ្រាន់តែជាការសំណល់ដែលប្រុសចូលចិត្តបន្សល់ហើយមិនដែលកង្វល់ហើយមិនដែលឆ្កល់ហើយអ្វីសន្យាមិនព្រមមកពេញបំណងប្រាថ្នាធ្វើឲ្យខុសឆ្គងលើស្រីតែនៅពេលនេះបងនឹងខុសបងសុំទោសណាថ្លៃស្នេហានៅលើលោកីគឺស្រឡាញ់ត្រូវតែមានចិត្តស្មោះសរស្រីល្អប្រកកម្ររកបានកុំលួចមានចិត្តសាមញ្ញត្រូវស្រឡាញ់គ្នាមួយនឹងមួយវិលវិញបានទេ YNM